ព្រឹត្តិការណ៍សម្លព្រោងបំពង់ឫស្សីលើកទី1ខេត្តមណ្ឌលគិរីនាឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែអកអំបុករយៈពេល3ថ្ងៃទទួលបានភ្ញៀវទេសចរជាង 70000 នាក់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកអកអំបុកបណ្ដែតប្រទីបសំពះព្រះខែរយៈពេល3ថ្ងៃរដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំព្រឹត្តិការណ៍សម្លព្រោងបំពង់ឫស្សីលើកទី1ឆ្នាំ2025នៅបរិវេណសួនដំរីដែកក្រុងសែនមនោរម្យបានបិទបញ្ចប់ដោយជោគជ័យប្រកបដោយបរិយាកាសដ៏សប្បាយរីករាយក្រោមម្លប់នៃសន្តិភាពពិធីដ៏អធិកអធមនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពលោកម៉ែនងុយប្រធានក្រុមប្រឹក្សាខេត្តនិងលោកថងសវុនអភិបាលខេត្តមណ្ឌលគិរីនិងលោកស្រីរួមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការនិងភ្ញៀវទេសចរជាតិអន្តរជាតិយ៉ាងច្រើនកុះករក្នុងពិធីបិទនេះគណៈកម្មការរៀបចំព្រឹត្តិការណ៍បានប្រកាសលទ្ធផលនៃព្រឹត្តិការណ៍សម្លព្រោងបំពង់ឫស្សីលើកទី1ដែលជាតំណាងការតាំងបង្ហាញនិងប្រកួតប្រជែងម្ហូបអាហារជនជាតិដើមភាគតិចជាលទ្ធផលរដ្ឋបាលស្រុកកោះញែកបានទទួលជ័យលាភីលេខ1ចំណែកជ័យលាភីលេខ2ស្ទួនបានទៅលើរដ្ឋបាលស្រុកកែវសីមានិងស្រុកពេជ្រច្រាដាក្នុងឱកាសនោះលោកថងសវុនអភិបាលខេត្តបានគូបញ្ជាក់ពីទិសដៅសំខាន់ដើម្បីជំរុញវិស័យទេសចរក្នុងខេត្តឆ្ពោះទៅរកគោលដៅទេសចរម្ហូបអាហារការបង្កើនគុណភាពនិងអត្តសញ្ញាណអាហារលោកបានជំរុញដល់អាជីវករនិងអ្នករកស៊ីលើវិស័យបដិសណ្ឋារកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់បង្កើនគុណភាពផលិតផលនិងរសជាតិអាហារជាពិសេសការបង្កើតឲ្យមានភោជនីយដ្ឋានអាហារជនជាតិដើមភាគតិចដែលផ្ដោតលើម្ហូបប្រពៃណីក្នុងខេត្តជាមួយគ្នានេះលោកបានណែនាំដល់អាជ្ញាធរមូលដ្ឋាននិងមន្ទីរអង្គភាពពាក់ព័ន្ធត្រូវសហការគ្នាយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីម្ហូបប្រចាំតំបន់និងបង្កើតឲ្យមានព្រឹត្តិការណ៍កម្សាន្តសប្បាយៗរួមទាំងពិធីបណ្ដែតប្រទីបនិងបាញ់កាំជ្រួចបន្ថែមទៀតជាប្រចាំដើម្បីទាក់ទាញភ្ញៀវទេសចរការសាមគ្គីភាពនិងកិច្ចសហការរវាងគ្រប់ភាគីដើម្បីរួមគ្នាធ្វើឲ្យខេត្តមណ្ឌលគិរីក្លាយជាគោលដៅទេសចរប្រកបដោយនិរន្តរភាពនិងភាពល្បីល្បាញ។